លបួងញ៉ៃស្រីក្មេងតាមអនឡាញដោយទិញសម្ភារៈនិយមនិងផ្ញើលុយឲ្យចាយពេលនាងទុនចិត្តក៏ហៅនាងមកលេងផ្ទះបន្ទាប់មកចាប់រំលោភរួចសម្លាប់ចោលតែម្ដងនេះគឺជាករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយដែលជនរងគ្រោះត្រូវបានឃាតកររំលោភសម្លាប់រួចដុតសាកសពចោលបំផ្លាញភស្តុតាង Mackenzie មានអាយុ23ឆ្នាំនាងគឺជានិស្សិតពេទ្យផ្នែកគិលានុបដ្ឋាយិកានាងមានក្តីស្រមៃចង់ធ្វើការនៅក្នុងវិស័យសុខាភិបាលដើម្បីជួយមនុស្សនិងជួយសង្គមជាតិក្មេងម្នាក់នេះមានអត្តចរិតល្អណាស់ប៉ុន្តែបែរជាមកជួបរឿងអកុសលនៅពេលដែលនាងចាប់ផ្ដើមមានស្នេហាតាមអនឡាញនៅខែមិថុនាឆ្នាំ2019 Mackenzie បានធ្វើដំណើរទៅកាន់រដ្ឋ California ដើម្បីចូលរួមពិធីបុណ្យសពរបស់លោកយាយនាងបន្ទាប់ពីចប់កម្មវិធីនាងបានហោះហើរត្រឡប់មកផ្ទះវិញនៅក្នុងទីក្រុង Salt Lake City នាងបានចុះចតនៅពលានយន្តហោះនៅពាក់កណ្ដាលយប់ត្រូវនៅថ្ងៃទី17 ខែមិនិនាហើយបានផ្ញើសារទៅប្រាប់ម្ដាយថាកូនមកដល់ពលានយន្តហោះហើយកូនស្រឡាញ់ម៉ាក់នោះគឺជាពាក្យសម្ដីចុងក្រោយហើយដែលម៉ាក់បានឮពីកូនស្រីជាច្រើនថ្ងៃកន្លងផុតទៅបាត់ដំណឹងកូនស្រីឈឹងគ្មានការផ្ញើសារគ្មានការហៅទូរស័ព្ទមកលេងប៉ាម៉ាក់ដូចមុនឡើយដំបូងក្រុមគ្រួសារនិងមិត្តភ័ក្តិបានគិតថាប្រហែលជារឿងលោកយាយស្លាប់ធ្វើឲ្យប៉ះពាល់អារម្មណ៍របស់នាងប្រហែលជានាងចង់នៅស្ងប់ស្ងាត់តែម្នាក់ឯងប៉ុន្តែមួយសប្តាហ៍ជាងកន្លងទៅហើយភាពស្ងប់ស្ងាត់របស់ Mackenzie ធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភណាស់ឪពុករបស់នាងបានតាក់ទងទៅប៉ូលីសដើម្បីឲ្យជួយចុះឆែកឆេរនៅក្នុងអាផាតមិនរបស់នាងក្នុងទីក្រុង Salt Lake City ពេលនោះហើយដែលប៉ូលីសបានរកឃើញថា Mackenzie មិនបានមកដល់អាផាតមិនវិញទេចាប់តាំងពីថ្ងៃដែលនាងចេញទៅបន់សពលោកយាយម្លេះភ្លាមប៉ូលីសនិងក្រុមគ្រួសារបានបិទប្រកាសស្វែងរក Mackenzie ម្នាក់ជួយគ្នាចែកខិត្តប័ណ្ណនិងបានផ្សព្វផ្សាយពីការបាត់ខ្លួនរបស់ Mackenzie នៅលើប៉ុស្តិ៍ទូរទស្សន៍ផងដែរមិនយូរប៉ុន្មានប៉ូលីសក៏បានរកឃើញតម្រុយខ្លះៗតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងពលានយន្តហោះគឺនៅយប់កាត់ហេតុបន្ទាប់ពីចាក់ចេញពីពលានយន្តហោះ Mackenzie បានហៅឡានតាក់ស៊ីជិះប៉ុន្តែជំនួសឲ្យការធ្វើដំណើរទៅផ្ទះនាងបានប្រាប់អ្នកបើកតាក់ស៊ីឲ្យទម្លាក់នាងនៅក្បែរសួនច្បារមួយកន្លែងឈ្មោះថា Hatch Park ពេលនោះម៉ោង 7:03 ទីភ្លឺទៅហើយមេឃឡើងងងឹតស្លុបហើយស្ងប់ស្ងាត់គួរឲ្យខ្លាចមួយសន្ទុះក្រោយមកមានបរិសុទ្ធស្បែកខ្មៅម្នាក់បានបើកឡានមកទទួលនាងអ្នកបើកតាក់ស៊ីបាននិយាយប្រាប់ប៉ូលីសថាពេលនោះ Mackenzie មើលទៅហាក់បីដូចជារីករាយណាស់នាងបានអបថើបគ្នាជាមួយបារម្ភអ្នកនោះបន្ទាប់មកក៏បានឡើងឡានធ្វើដំណើរចេញទៅបានទៅមិនយូរប៉ុន្មានប៉ូលីសក៏អាចកំណត់អត្តសញ្ញាណបរិសុទ្ធស្បែកខ្មៅនោះបានគឺគេមានឈ្មោះថា AJ តើ AJ គឺជានរណាតើគេមានទំនាក់ទំនងអ្វីជាមួយ Mackenzie អ្នកស៊ើបអង្កេតបានរកឃើញថា Mackenzie បានប្រើប្រាស់កម្មវិធីមួយឈ្មោះថា Seeking Arrangement ដែលជាកម្មវិធីណាត់ជួបគ្នារកស្នេហាតាមអនឡាញតាមរយៈកម្មវិធីនោះនាងបានស្គាល់គ្នាជាមួយ AJ ប៉ុន្តែ AJ នេះមិនមែនជាមនុស្សធម្មតាឡើយគេមានប្រវត្តិគួរឲ្យខ្លាចណាស់អតីតភរិយារបស់ AJ បាននិយាយថាការមិនទាន់លែងលះគ្នា AJ តែងតែវាយធ្វើបាបនិងប្រើហិង្សាដាក់នាងមានម្ដងនោះ AJ បានទាញកាំបិតចង់កាប់សម្លាប់នាងគុំតែនាងលោតតាមបង្អួចទាន់គុំអីមិនដឹងយ៉ាងណានោះទេប៉ូលីសបានឃាត់ខ្លួន AJ មកសួរចម្លើយគេបានព្យាយាមនិយាយបដិសេធគ្រប់យ៉ាងថារូបគេគ្រាន់តែបានឆាតលេងជាមួយ Mackenzie តាមអនឡាញប៉ុណ្ណោះមិនដែលបានជួបគ្នាផ្ទាល់ៗឡើយប៉ុន្តែតាមរយៈទីតាំងនៅក្នុងទូរស័ព្ទដៃរបស់ Mackenzie គឺបង្ហាញយ៉ាងច្បាស់ថាយប់នោះគឺនាងបានមកដល់ផ្ទះរបស់ AJ ប៉ូលីសបានចាត់កម្លាំងចុះទៅឆែកឆេរនៅក្នុងផ្ទះរបស់ AJ ក៏បានរកឃើញថាប៉ុន្មានខែមុន AJ បានសាងសង់បន្ទប់សម្ងាត់ការពារមិនឲ្យឮសំឡេងនៅក្រៅផ្ទះរបស់គាត់ដែលមានទាំងទំពក់ដែកនិងសោការពារយ៉ាងរឹងមាំចំណែកនៅក្នុងទីលាខាងក្រោយផ្ទះវិញមានរណ្ដៅដុតសម្រាមធំមួយដែលទើបតែដុតថ្មីគួរឲ្យសង្ស័យនៅក្នុងរណ្ដៅនោះប៉ូលីសបានរកឃើញវត្ថុប្រើប្រាស់ផ្ទាល់ខ្លួននិងប៉ាសពតរបស់ Mackenzie ដែលដុតមិនទាន់ឆេះអស់ប៉ូលីសដឹងច្បាស់ណាស់ថា AJ នេះហើយគឺជាឃាតករលើកនេះ AJ មិនបានបដិសេធទេគេក៏បានសារភាពគ្រប់យ៉ាងប្រាប់ទៅប៉ូលីសនៅថ្ងៃនោះគឺគេបានដឹក Mackenzie មកដល់ផ្ទះបន្ទាប់ពីរួមរយៈជាមួយគ្នារួចគេក៏បានសម្លាប់នាងចោលតែម្ដង AJ បានទៅទិញសាំងនៅម៉ាតរួចដុតសាកសពនាងនៅក្រោយផ្ទះប៉ុន្តែសពមនុស្សវាធំក្លិនឈ្ងៀមខ្លាំងពេកគេខ្លាចបែកការក៏បានខ្ចប់សាកសពដែលភ្លើងឆេះខ្លោចនោះដឹកយកទៅបោះចោលនៅចន្លងភ្នំបំបត្តិផោះតាងប៉ូលីសបានធ្វើដំណើរទៅទីនោះក៏រកឃើញសាកសពរបស់ Mackenzie ឆេះខ្លោចយ៉ាងអនាធមនៅទីនោះពិតមែនចុងក្រោយតុលាការបានកាត់ទោសឲ្យ AJ ជាប់ពន្ធនាគារអស់មួយជីវិតសំណាងណាស់ដែលប៉ូលីសអាចបំបែករឿងក្តីនេះទាន់កុំអីមិនដឹងថាមានក្មេងស្រីប្រមាណអ្នកទៀតទេដែល AJ កំពុងតែរៀបគម្រោងចង់ធ្វើស៊ីនោះបងប្អូនទាំងគ្នាស្នេហាតាមអនឡាញនេះវាគ្រោះថ្នាក់ណាស់ដូច្នេះហើយមុននឹងតាក់ទងឬក៏ណាត់ជួបនរណាម្នាក់សូមសិក្សាពីគេឲ្យបានច្បាស់លាស់